Hello ចេញមកផ្សព្វផ្សាយនិងប្រម៉ូទផលិតផលមួយដែលយើងទាំងអស់គ្នាដឹងយូរហើយប៉ុន្តែគ្រាន់តែដឹងផលិតផលប៉ុន្តែយើងអាចប្រើប្រាស់ផលិតដែលមនុស្សដ៏ច្រើនជាពិសេសប្រជាពលរដ្ឋខ្មែរយើងហ្នឹងដឹងប៉ុន្តែយើងអត់ទាន់បានសាកផលិតផលហ្នឹងជាផលិតផលព្យាបាលផ្លូវចិត្តផលិតជាឱសថមួយដែលអាចព្យាបាលផ្លូវចិត្តយើងបាន100%ហ្មងណាគឺធម្មៈរបស់ព្រះសម្មាសម្ពុទ្ធអ្នកដែលកាន់ពុទ្ធសាសនាអ្នកដែលដល់ត្រៃសរណៈមានពុទ្ធពធប្រសង្ឃជាទីពឹងទីរលឹកណាយើងដឹងហើយផលិតផលមួយហ្នឹងធម្មៈធម៌របស់ព្រះសម្មាសម្ពុទ្ធយើងដឹងប៉ុន្តែយើងអត់ដែលសាកទិញសាកភ្លក់សាកទិញហ្នឹងស្មើនឹងសិក្សាសាកសួររៀនណាអញ្ចឹងយើងអត់ដែលសាកប្រើប្រាស់ផលិតផលមួយហ្នឹងទេអញ្ចឹងបើសិនចង់ប្រើប្រាស់ផលិតផលមួយហ្នឹងយើងត្រូវធ្វើម៉េចយើងត្រូវរៀនហ្នឹងដូចជាការទិញផលិតផលមួយហ្នឹងចឹងហើយយើងទាំងអស់គ្នាដ៏ច្រើនហ្នឹងដ៏ច្រើនមែនទាំងខ្ញុំទាំងអីនឹងពីមុនមកហ្នឹងណាមិនដឹងថាយើងគួរតែសិក្សាធម៌របស់ព្រះសម្មាសម្ពុទ្ធដោយបែបណាទេយើងដឹងតគ្នាថាយើងជាអ្នកកាន់សាសនាព្រះពុទ្ធយើងជាអ្នកដែលមានព្រះពុទ្ធពធប្រសង្ឃជាទីពឹងអញ្ចឹងណាតែយើងសួរថាតើយើងអាចច្រកចូលក្នុងការស្គាល់នៃធម៌របស់ព្រះសម្មាសម្ពុទ្ធនឹងបានដោយច្រកមួយណាគួរតែសិក្សាចាប់ពីកន្លែងណាទៅអញ្ចឹងនៅគណៈនេះគឺខ្ញុំចង់បើកបង្ហាញតើតោងថាយើងគួរតែសិក្សាពីណាទៅជាដំបូងនៅក្នុងការឲ្យយល់ឲ្យដឹងពីធម៌របស់ព្រះសម្មាសម្ពុទ្ធគេថាបង្ហាញពីផលិតផលរបស់ធម្មៈរបស់ព្រះសម្មាសម្ពុទ្ធនេះច្រកដែលចូលក្នុងការស្គាល់ធម៌របស់ព្រះសម្មាសម្ពុទ្ធពិតនេះគឺចូលតាមច្រកជាបឋមគឺចូលតាមច្រក4តែទី1យើងត្រូវសិក្សាអំពីបរមត្ថធម៌4បរមត្ថធម៌4មានចិត្ត1ចិត្តហ្នឹងគឺជាអ្វីចិត្តហ្នឹងគឺជាសភាវៈធម៌មួយដែលនៅក្នុងខ្លួនយើងវាមានចិត្តខឹងចិត្តសប្បាយចិត្តបននេះហ្នឹងណាចេតសិកហ្នឹងជាស្អីដោយសិក្សាចេតសិកចិត្តកើតមិនអាចខ្វះចេតសិកបានទេទី3គឺរូបហ្នឹងគឺអ្វីគឺជារូបយើងរាល់ថ្ងៃនេះដែលរូបនេះដែលឃើញរូបដែលមានអីទាំងអស់ហ្នឹងគឺរូបហើយនឹងនិព្វានមួយទៀតទាំងអស់4អញ្ចឹងយើងត្រូវជំហានដំបូងដែលចង់ស្គាល់ធម៌របស់ព្រះសម្មាសម្ពុទ្ធហ្នឹងគឺយើងចូលតាមច្រក4រៀនអំពីចិត្តរៀនអំពីចិត្តសិករៀនអំពីរូបរៀនអំពីនិព្វានហើយយើងកុំតាន់យល់ច្រឡំថាពិបាកក្នុងការសិក្សាអត់បានអីអ្នកដែលថាពិបាកដល់ច្រើនហ្នឹងគឺអត់ដែលបានរៀនតរៀនទៅបើនឹងថាអត់អីទេយើងស្ថិតក្នុងវិស័យយើងរៀនបានហើយច្រកដែលចូលនៅក្នុងច្រកដែលអាចចូលបានស្គាល់ធម៌របស់ព្រះសម្មាសម្ពុទ្ធហ្នឹងគឺបើខ្ញុំចូលតាមច្រកនេះច្រកសភៅសភៅលោកគ្រូសានសុជាក្នុងសភៅនេះវាមានចិត្តនិងចេតសិកចិត្តមួយចេតសិកមួយបូកចូលគ្នាអញ្ចឹងយើងបាន2បានសភៅនេះមួយចិត្តនិងចេតសិកចិត្តចេតសិកនិងនិព្វានមួយទៀតផ្លេចនិព្វានមួយទៀតអញ្ចឹងយើងបាន3បាននេះរូបហ្នឹងគឺរូបរាងកាយយើងរូបខាងក្នុងរូបខាងក្រៅនាមនិងរូបស្អីគេយើងអត់ដែលស្គាល់នាមនេះមួយក្បាលនេះសុទ្ធតែនាមទាំងអស់ចិត្តនិងចេតសិកជានាមហើយមួយក្បាលនេះជារូបអញ្ចឹងបើចង់ស្គាល់ច្បាស់នៃធម៌របស់ព្រះសម្មាសម្ពុទ្ធចូលអ្នកទាំងអស់គ្នាសិក្សាសិនទៅលួចរៀនទៅមិនបាច់បើកចំហថាខ្ញុំបានរៀនចិត្តខ្ញុំបានរៀនចេតសិកខ្ញុំបានរៀនរូបខ្ញុំបានរៀននិព្វានមិនបាច់ទៅថាអញ្ចឹងលួចរៀនណារៀនដោយល្អទៅមួយថ្ងៃកន្លះម៉ោងក្តី10នាទីក្តី1ម៉ោងក្តីរៀនតិចទេយើងមានសភៅឥឡូវហ្នឹងណាយើងមានសភៅណាគេក៏បានដែរឲ្យតែរៀនចិត្តចេតសិករូបឲ្យតែរៀនធម៌របស់ព្រះសម្មាសម្ពុទ្ធច្រកដំបូងគឺចិត្តចេតសិករូបនិព្វាននឹងឯងនេះជាផលិតផលមួយល្អដ៏ដែលអ្នកទាំងអស់គ្នាពីមុនហ្នឹងមិនស្គាល់ផលិតផលដែលមិនស្គាល់មិនបានភ្លក់មិនបានសាកដែលយើងគ្រាន់តែដឹងថាផលិតផលហ្នឹងល្អតែយើងអត់ដែលប្រើប្រាស់ទេអត់ដែលរៀនទេអត់ដែលយកមកបដិបត្តិថាវាជាមួយនឹងជីវិតយើងវារបៀបម៉េចទេយើងអត់ដែលប្រើប្រាស់យើងអត់ដែលសាកល្បងទេដែលទេ
ឥឡូវហ្នឹងខ្ញុំជាអ្នកដែលបានប្រើប្រាស់អ្នកផ្សព្វផ្សាយផលិតផលផងជាអ្នកប្រើប្រាស់ផលិតផលផងផលិតផលហ្នឹងគឺជាអ្វីផលិតផលហ្នឹងគឺជាធម្មៈរបស់ព្រះសម្មាសម្ពុទ្ធហើយអ្នកប្រើប្រាស់ហ្នឹងគឺបានសិក្សារៀនហើយយកមកបដិបត្តិនៅអាកិច្ចប្រចាំថ្ងៃហ្នឹងណាឃើញថាវាល្អពិតប្រាកដមែនកាលណាដែលយើងត្រឹមតែមកដឹងថាផលិតផលនឹងល្អយើងមិនយកមកប្រើប្រាស់ស្មើយើងមិនដឹងទេស្មើនឹងមិនដឹងទេបើដឹងថាផលិតផលនឹងល្អមែនព្យាបាលបានមែនតើតើនឹងផ្លូវចិត្តទាំងឡាយដែលយើងពិបាកចិត្តសេចក្តីសោកសឹកសួរទុកទោមនោះទាំងឡាយប្តីភ័យខ្លាចសេចក្តីទុកអន្តពុនចិត្តទាំងឡាយហ្នឹងព្រួយបារម្ភទាំងអស់នឹងប្តីប្រពន្ធកូនញាតិទាំងឡាយហ្នឹងដែលយើងថាពិបាកហ្នឹងណាដែលថាពិបាកហ្នឹងយើងអាហ្នឹងវាឈឺផ្លូវចិត្តដែរសាកមករៀនមកប្រើប្រាស់ផលិតផលសាកមកលក់ផលិតផលមើលតើអាចដោះស្រាយនៅបញ្ហាទាំងអស់នោះបានអត់ផលិតផលហ្នឹងល្អមែនអត់ហើយផលិតផលមួយនេះអត់មានត្រូវអស់លុយអស់កាក់អីទេផលិតផលរបស់ធម្មៈរបស់ព្រះសម្មាសម្ពុទ្ធនេះគឺទិញបានដោយប្រើពេលវេលាសិក្សារៀនអត់ចាំបាច់ប្រើលុយមាសពេជ្រអីទៅទិញនៅធម្មៈមួយនេះទេគឺចំណាយតែពេលវេលារៀននេះអ្នកដែលថាដែលដល់ត្រៃសរណៈអ្នកដែលកាន់ពុទ្ធសាសនាយើងគួរតែសិក្សារៀនឲ្យស្គាល់ពីធម្មៈរបស់ព្រះសម្មាសម្ពុទ្ធហើយអត់យូរទេត្រឹមតែ2ក្បាលទេសិក្សាទៅត្រឹមតែ2ក្បាលតារៀនមិនដល់6ខែទេរៀនមួយថ្ងៃ1ម៉ោង2ម៉ោង1ម៉ោង2ម៉ោងទៅមិនអីទេអាហ្នឹងនេះជាផលិតផលដែលខ្ញុំចង់ណែនាំឲ្យអ្នកទាំងអស់គ្នានឹងប្រើប្រាស់ភ្លក់ប្រើប្រាស់ភ្លក់ហ្នឹងមានន័យថារៀនស្មើនឹងការរៀនស្មើនឹងការរៀនណាប្រើប្រាស់ភ្លក់ទិញផលិតផលហ្នឹងគឺរៀនយើងទិញផលិតផលហ្នឹងដោយពេលវេលាយើងធម្មតាផលិតផលស្អីផ្សេងម៉ូតូឡានឬក៏គ្រឿងលេលាបលេផលិតផលទូរស័ព្ទអីហ្នឹងយើងយកលុយទៅទិញប៉ុន្តែធម្មៈរបស់ព្រះសម្មាសម្ពុទ្ធនេះគឺយកពេលវេលាទៅទិញគឺយកពេលវេលាទៅទិញមកយកពេលវេលាមួយថ្ងៃ1ម៉ោងហើយមានអស់លុយអីមែនទេបងប្អូនមើលទៅដូចមួយថ្ងៃតែ1ម៉ោងសោះទិញធម្មៈដ៏មានតម្លៃគេថារតនៈដែលល្អក្នុងโลกនេះវាអត់មានអីល្អជាងពុទ្ធរតនៈធម្មៈរតនៈសង្ឃរតនៈណាអញ្ចឹងឥឡូវយើងបានធម្មៈរតនៈនេះដែលយើងអាចទិញបានដោយពេលវេលាចំណាយពេលរៀនឱកាសនេះឱកាសល្អដែលយើងស្គាល់នៅធម្មៈធម៌របស់ព្រះសម្មាសម្ពុទ្ធណាថាមានឡានម៉ូតូជាអង្គញាជាសេដ្ឋីអ្នកមានអំណាចលើពិភពលោកហ្នឹងណាឬក៏ទ្រព្យទាំងអស់លើពិភពលោកណាសម្បត្តិហ្នឹងបើក្នុងធម៌របស់ព្រះសម្មាសម្ពុទ្ធនៅអន់ជាងរតធម្មរតនៈឯងធម៌ពុទ្ធរតនៈធម្មរតនៈអញ្ចឹងរតនៈដល់ភាសាគឺធម៌ហ្នឹងហើយធម៌ហ្នឹងគឺអីគេធម៌ហ្នឹងគឺធម៌របស់ព្រះសម្មាសម្ពុទ្ធហ្នឹងយើងចាប់ផ្ដើមដំបូងគឺចិត្តចេតសិករូបនិព្វាននឹងឯងអញ្ចឹងណាដើម្បីឲ្យស្គាល់ធម្មៈរបស់ព្រះសម្មាសម្ពុទ្ធអូរតនៈដ៏មានតម្លៃយ៉ាងហ្នឹងយើងទិញយកតែពេលវេលាទៅទិញមួយថ្ងៃ1ម៉ោងយើងអីខ្លាចនឹងទិញមែនទេបងយើងរាល់ថ្ងៃយើងចំណាយពេលមួយថ្ងៃដូចខ្ញុំអញ្ចឹងចំណាយមួយថ្ងៃហ្នឹងសឹងតែពី10ម៉ោងសឹងតែពី10ម៉ោងដើម្បីរត់គ្រាន់តែលុយបន្តិចបន្តួចឡានម៉ូតូបន្តិចបន្តួចសេចក្តីសុខបន្តិចបន្តួចប៉ុណ្្នឹងហ្នឹងហើយយើងចំណាយពេលមកកណក្នុងការទិញរបស់ប៉ុណ្្នឹងចុះទៅរតនៈធម្មរតនៈគេហៅរតនៈនោះរតនៈហ្នឹងរតនៈដូចមាសក៏គេហៅរតនៈដែររតនៈដូចជាពេជ្រក៏រតនៈលុយក៏រតនៈឡាននេះក៏រតនៈប៉ុន្តែរតនៈដល់ភាសានេះគឺធម្មៈដែលភាសាលើលោកហើយរបស់ភាសាលើលោកនៅដៃយើងហ្នឹងនៅដៃផងនៅយើងតនៅរតនៈដល់ភាសាយើងមិនយកដូចស្ដាយពេកមែនទេបងដូចគួរឲ្យស្ដាយរតនៈដល់កម្រគឺធម្មរតនៈពុទ្ធរតនៈធម្មរតនៈសង្ឃរតនៈនឹងឯង